4ឆុងនិងក្បួនផឹកតែឲ្យមានប្រយោជន៍ដល់អ្នកចង់សម្រករាងនិងសុខភាពល្អអាយុវែងនៅយុគសម័យ2021តែបៃតងកំពុងតែងើបឡើងជាថ្មីคล้ายជាភេសជ្ជៈដែលកំពុងទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនម្ដងទៀតនៅគ្រប់ស្រទាប់វ័យជាពិសេសសម្រាប់អ្នកចង់សម្រករាងពួកគាត់ញ៉ាំត្រឹមតែបៃតងប៉ុណ្ណោះតែអាចស្រកដោយចិត្តចង់បានយោងតាមការចុះផ្សាយរបស់គេហទំព័រ timeshoot.com ខាងក្រោមនេះជារបៀបនៃការញ៉ាំតែបៃតងដែលជួយសម្រករាងផ្ដល់ឲ្យសុខភាពល្អនិងអាយុវែង 1. ជាទូទៅក្នុងមួយថ្ងៃតម្រូវឲ្យញ៉ាំចន្លោះពី2ទៅ3ពែងស្របទៅតាមទម្ងន់ 2. ការញ៉ាំតែក្តៅនៅពេលព្រឹកជួយសម្រួលទៅដល់ចរន្តឈាមដែលកំពុងដំណើរការប្រចាំថ្ងៃកាត់បន្ថយកូលេស្តេរ៉ុលនិងមានសមត្ថភាពបណ្ដេញសារធាតុពុលចេញពីក្នុងខ្លួន 3. ញ៉ាំមុនពេលហាត់ប្រាណជួយសម្រួលដល់រាងកាយរបស់អ្នកឆាប់បែកញើសសម្រួលដល់ប្រព័ន្ធឈាមរត់វិធីនៃការឆុងតែសម្រាប់អ្នកសម្រកទម្ងន់មានវិធីសាស្ត្រផ្សេងគ្នាទៅតាមប្រភេទនៃតែ 1. តែបៃតងកញ្ចប់ចាក់ទឹកក្តៅមួយកែវត្រាំតែចោលរយៈពេល3ទៅ4នាទីសឹមញ៉ាំ 2. តែបៃតងម្សៅដាក់ម្សៅតែត្រឹម1ស្លាបព្រាកាហ្វេលាយទឹកក្តៅមួយកែវបើអាចបន្ថែមនៅទឹកឃ្មុំនិងក្រូចឆ្មាបន្ថែមរឹតតែល្អ 3. តែបៃតងស្លឹកដាំទឹកឲ្យពុះដាក់ស្លឹកតែ5ទៅ6ស្លឹកគ្របទុកចោលរយៈពេល2ទៅ3នាទីពេលទឹកតែប្រែពណ៌អាចបន្ថែមទឹកឃ្មុំនៅពេលញ៉ាំបានគូបញ្ជាក់ផងដែរថាតែបៃតងពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពពីព្រោះតែបៃតងមានមុខងារជួយដល់ខួរក្បាលប្រឆាំងអុកស៊ីតកម្មបន្ថយហានិភ័យនៃជំងឺមហារីកបន្ថយហានិភ័យនៃជំងឺស្ពឹកផ្លឹកភ្លេចភ្លាំងពង្រឹងសុខភាពបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី2ប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូងជួយក្នុងការសម្រកទម្ងន់ប្រឆាំងភាពចាស់ការពារការជ្រុះសក់និងបន្សាបជាតិពុលនៅក្នុងខ្លួនជាដើមបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ចប់